គ្រួសារយើងជាមនុស្សស្រីចំនួនណាក៏ងាយមានកូនពីកំណើតដែរម៉ែបង្កើតកូនមិនឈប់ឯពុកធ្វើការហត់ស្ទើរស្លាប់ក៏នៅតែចិញ្ចឹមគ្រួសារធំមួយមិនរស់ខ្ញុំទៅតែពេញវ័យក៏ទៅធ្វើការនៅផ្ទះអ្នកមានដើម្បីជួយគ្រប់គ្រងគ្រួសារថ្ងៃនេះម៉ែខ្ញុំសម្រាលកូនទៀតហើយខ្ញុំប្រញាប់សុំច្បាប់ទៅផ្ទះមេកាម៉ូម៉ូក៏ប្រែទឹកមុខភ្លាមចង្អុលមុខខ្ញុំជេរថាឆ្នាំមុនទៅតែសម្រាលបានកូនភ្លោះឆ្នាំនេះសម្រាលទៀតស្រីផ្ទះឯងចេះតែបង្កើតកូនមែនទេអ្នកបម្រើជុំវិញលួចសាច់ទាំងអស់មើលមកខ្ញុំទាំងសាច់ចំអកពេលនោះមានលោកយាយម្នាក់ដែលមានអំណាចដើរចេញពីបន្ទប់ខាងក្នុងគឺជាលោកយាយចាស់ទុំបំផុតក្នុងភូមិគ្រឹះគាត់សួរយ៉ាងស្រាលថាផ្ទះឯងមានបងប្អូនប៉ុន្មាននាក់ខ្ញុំអន់ក្បាល12នាក់គ្រួសារយើងជាមនុស្សស្រីប៉ះបន្តិចក៏មានកូនដែរភ្នែកលោកយាយចាស់ក៏ភ្លឺឡើងភ្លាមរៀបការជាមួយចៅប្រុសខ្ញុំធ្វើជាប្រពន្ធរបស់គេប្អូនឯងខ្ញុំចិញ្ចឹមទាំងអស់មានប្រាក់គ្រឿងអលង្ការចាយតាមចិត្តថ្ងៃក្រោយឯងមិនបាច់ធ្វើអ្វីទេគ្រាន់តែបង្កើតកូនឲ្យត្រកូលហៅទៅបានហើយម៉ូម៉ូដែលទើបតែជេរខ្ញុំអំបញ្ញមិញលុតជង្គង់ចុះដីទាំងមុខស្លេកខ្ញុំឈរនៅស្ងៀមស្រឡាំងកាន់តែម្ដងទ្រព្យសម្បត្តិដ៏មហាសាលនេះធ្លាក់ចំក្បាលខ្ញុំមែនទេម៉ែខ្ញុំសម្រាលកូនទៀតហើយពេលដំណឹងនេះលេចទៅដល់ភូមិគ្រឹះខ្ញុំកំពុងលុតជង្គង់ជូតអែបក្មេងស្រីបម្រើនៅទីធ្លាខាងក្បែររត់មកប្រាប់ថាអាវិនម៉ែឯងសម្រាលកូនទៀតហើយគឺជាកូនស្រីទៀតហើយពុកឯងឲ្យឯងប្រញាប់ត្រឡប់ទៅវិញក្រណាត់ជូតក្នុងដៃខ្ញុំរអើចូលធំឆ្នាំមុនម៉ែខ្ញុំទើបតែសម្រាលបានកូនភ្លោះឆ្នាំនេះថែមមួយទៀតពុកខ្ញុំលីសែងនៅកំពង់ផែមួយខែរកបានប្រាក់2ដំឡឹងឥឡូវនៅផ្ទះមានកូន13នាក់បូករួមទាំងកូនទើបនឹងកើតនេះទៀតខ្ញុំជាកូនច្បងអាយុ16ឆ្នាំចេញធ្វើការតាំងពីអាយុ8ឆ្នាំឆ្នាំមុនពឹងគេឲ្យចូលធ្វើជាអ្នកបម្រើនៅភូមិគ្រឹះយ៉ងយីហៅមួយខែរកបានប្រាក់800ផ្ញើទៅផ្ទះទាំងអស់ឥឡូវនេះខ្ញុំត្រូវសុំច្បាប់ម៉ូម៉ូជើជាមនុស្សចំណិតរបស់លោកស្រីហៅកំពុងផឹកតែស្ដាប់ខ្ញុំនិយាយចប់គាត់ក៏ទម្លាក់ពេងតែលើតុសុំច្បាប់ឆ្នាំមុនឯងសុំប៉ុន្មានដងហើយស្រីផ្ទះឯងជាជ្រូកមេមែនទេមួយឆ្នាំសម្រាលមួយសម្បុកយាយប៉ុន្មានអ្នកនៅជុំវិញសាច់ឡើងខ្ញុំអន់ក្បាលមិនហ៊ានមាត់ឆ្នាំមុនទើបតែសម្រាលបានកូនភ្លោះឆ្នាំនេះសម្រាលទៀតផ្ទះក៏យ៉ាងនឹងនៅតែបង្កើតកូនបង្កើតមកចិញ្ចឹមរស់ទេឯងគិតថាឯងជាអ្នកមានតម្លៃណាស់មែនទេសុំច្បាប់ញឹកញាប់ការងារនៅធ្វើទៀតទេសម្លេងសាច់កាន់តែខ្លាំងឡើងខ្ញុំខំថ្មីងរងចាំម៉ូម៉ូជើជិះចប់ថ្ងៃនេះមិនឲ្យច្បាប់ទេបើឯងហ៊ានទៅថ្ងៃស្អែកមិនបាច់មកទេពេលនោះវាំងនឹងទ្វារបន្ទប់ខាងក្នុងក៏ត្រូវបើកឡើងឆ្លោះគ្នាពីរឿងអីគ្រប់គ្នាលុតជង្គង់ចុះព្រមគ្នាខ្ញុំលុតជង្គង់តាមក្រឡេកឃើញស្បែកជើងប៉ាក់មួយគូឈាមរបស់វិមានហៅគឺ Well Feng John នៃវិមានយ៉ងយេហៅដែលជាភរិយាលំដាប់ទី1ដែលត្រូវបានតែងតាំងដោយព្រះចៅអធិរាជបច្ចុប្បន្នតើអ្នកមកពីទីធ្លាណានាងបានសួរត្រឡប់ទៅបុករស់វិញទីស្គាល់គឺជាក្មេងស្រីដ៏រដំអ្នកឈ្មោះហយ៉នក្រោកឈរឡើងនិយាយប្រាប់ខ្ញុំតើមានរឿងអ្វីខ្ញុំបាននិយាយអ្វីដែលខ្ញុំបាននិយាយហើយ Well Feng John មានការលេងសើចបន្តិចតាមម្ដាយរបស់អ្នកអាយុប៉ុន្មានហើយតើនាងសម្រាប់បានប៉ុន្មាន34បូកថ្ងៃនេះ13តើមនុស្សស្រីក្នុងគ្រួសារអ្នកទាំងអស់គ្នាបែបនេះឬមែនហើយស្ត្រីក្នុងគ្រួសាររបស់យើងកើតមកមានផ្ទៃពោះងាយហើយមានផ្ទៃពោះនៅពេលប៉ះភ្នែករបស់ Well Feng John ភ្លឺឡើងភ្លាមហើយនាងមើលមកខ្ញុំឡើងចុះតើអ្នកធ្លាប់រៀបការទេតើអ្នកធ្លាប់សន្យាជាមួយនរណាម្នាក់ទេនាងស្រាប់តែញឹមញាក់ទៅមើលមេដោះក្បែរនាងហើយអ្នកទាំងពីរបានផ្លាស់ប្ដូរការសម្លឹងមើលអ្នកមកជាមួយខ្ញុំដើរតាមនាងដោយញឿងឆ្ងល់កាត់ទីធ្លាហើយចូលទៅក្នុងព្រះបន្លាដ៏កក់ក្ដៅអ្នកឈ្មោះ Shen Kenyon អ្នកទើបតែនិយាយថាស្ត្រីនៅក្នុងគ្រួសាររបស់អ្នកកើតមកមានផ្ទៃពោះងាយតើវាពិតទេពិតមែនឪពុកម្ដាយខ្ញុំរៀបការបាន17ឆ្នាំហើយក្រៅពី2ឆ្នាំដំបូងពួកគាត់មានផ្ទៃពោះស្ទើររាល់ឆ្នាំម្ដាយរបស់ខ្ញុំមានសុខភាពល្អហើយអាចធ្វើការនៅវាលស្រែបានបន្ទាប់ពីសម្រាប់កូនរួចចុះអ្នកវិញអាយុ16ឆ្នាំតើអ្នកធ្លាប់មកទេតើវាត្រឹមត្រូវទេមុខរបស់ខ្ញុំប្រែជាក្រហមខ្ញុំបាននៅទីនេះនៅថ្ងៃទី3នៃខែនីមួយដោយគ្មានការបរាជ័យឡាវហ្វេងជួនក្រោកឈរឡើងភ្លាមនិយាយពាក្យល្អបេម៉ាត់ហើយតេះតូចៅប្រុសរបស់ខ្ញុំដែលជាកូនប្រុសច្បងរបស់វិមានយ៉ងយេហៅមានអាយុ19ឆ្នាំនៅឆ្នាំនេះហើយមិនទាន់រៀបការនៅឡើយខ្ញុំចង់ឲ្យអ្នករៀបការជាមួយគាត់ហើយខ្លាចជាព្រះនាងខួរក្បាលរបស់ខ្ញុំទុះឡើងបុកបរោះកំពុងតែនិយាយលេងតើទីស្ករអាចស័ក្តិសមយ៉ាងណាខ្ញុំមានការសម្រេចចិត្តចុងក្រោយថាតើវាស័ក្តិសមឬអត់ចៅប្រុសរបស់ខ្ញុំគឺជាកូនតែមួយគត់នៅក្នុងវាំងក្មេងស្រីដ៏ថ្លៃថ្នូរទាំងនោះមកពីគ្រួសារអភិជនត្រូវបានខូចហើយ8នាក់ក្នុងចំណោម10នាក់មិនងាយស្រួលក្នុងការចិញ្ចឹមនោះទេអ្នកគឺខុសគ្នាអ្នកអាចសម្រាលកូនបានភ្លាមនៅពេលអ្នកចូលទ្វារហើយអ្នកអាចសម្រាលកូនបានជារៀងរាល់ឆ្នាំខ្ញុំក៏បានចិញ្ចឹមអូនប្រុសស្រីរបស់អ្នកទាំងអស់ផងដែរអ្នកអាចចំណាយមាសប្រាក់និងគ្រឿងអលង្ការតាមដែលអ្នកចង់បានគ្រាន់តែបន្តពូជពង្សសម្រាប់គ្រួសារវងរបស់ខ្ញុំឈរនៅទីនោះដោយញឹមឆ្ងល់នៅពេលនេះមានសំឡេងរំខាននៅខាងក្រៅព្រះអង្គម្ចាស់អ្នកមិនអាចចូលបានទេវាំងនុនត្រូវបានលើកឡើងហើយបុរសវ័យក្មេងម្នាក់បានរត់ចូលមកស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅនិងមកុដត្បូងថ្មចុងសក់របស់គាត់សង្ហាខ្លាំងណាស់គាត់មើលមកខ្ញុំដោយក្រសែភ្នែកស្រាលហាក់ដូចជាកំពុងសម្លឹងមើលគ្រឿងតុបតែងលោកយាយខ្ញុំឮថាលោកយាយឬស្រីម្នាក់នៅខាងក្រៅផ្ទះហើយចង់ធ្វើជាប្រពន្ធខ្ញុំព្រះអង្គម្ចាស់ឈរនៅមាត់ទ្វារដោយបដិសេធអ្នករាល់គ្នារាប់ពាន់ម៉ាយឆ្ងាយឡើយផ្សេងជន់បានគ្រវីក្បាលឲ្យគាត់មកហើយនិយាយយ៉ាងច្បាស់អ្នកមានអាយុ19ឆ្នាំក្មេងស្រីដ៏ថ្លៃថ្នូរទាំងនោះមកពីគ្រួសារអភិជនត្រូវបានខូចហើយ8នាក់ក្នុងចំណោម10នាក់មិនងាយស្រួលក្នុងការចិញ្ចឹមនោះទេម៉ែវាពិបាកសម្រាលកូនណាស់ក្មេងស្រីនេះខុសពីគេម្ដាយនាងកើតបាន13នាក់រស់ទាំងអស់បើឯងរៀបការជាមួយនាង3ឆ្នាំបានកូន2 5ឆ្នាំបានកូន3ភូមិគ្រឹះយើងច្បាស់ជាអ៊ូអមមិនខានកូនប្រុសច្បងស្ងាត់មួយសន្ទុះទីបំផុតក៏និយាយថាបើលោកយាយសម្រេចហើយចៅគ្មានអ្វីត្រូវនិយាយទេម៉ែដោះឆောင်းត្រូវគេហៅចូលមកលុតជង្គង់ញ័រនៅលើដីលោកយាយចាស់ផឹកតែមួយក្អឹកយ៉ាងយឺតអំបាញ់មិនជេរគេនៅទីធ្លាថានាងជាមេជ្រូកចេះតែបង្កើតកូនម៉ែដោះឆောင်းខំប្រឹងក្រាបសំពះអូសចេញទៅវាយម្ពៃរំពាត់បញ្ជូនទៅចំការមិនឲ្យប្រើទៀតទេម៉ែដោះឆောင်းត្រូវគេអូសចេញទៅលោកយាយចាស់ផ្ទាល់ដៃលើកខ្ញុំឡើងឲ្យអ្នកបម្រើនំខ្ញុំទៅងូតទឹកផ្លាស់ខោអាវពេលខ្ញុំចេញពីធុងងូតទឹកឈោមុខកញ្ចក់ស្ពាន់ខ្ញុំក៏ស្រឡាំងកាំងអាវក្នុងពណ៌ស្ខោសំពត់ពណ៌ផ្កាឈូកសក់បួចឡើងដល់ស្នៀតសក់ត្បូងមនុស្សក្នុងកញ្ចក់នោះជាខ្ញុំមែនទេអ្នកបម្រើសាច់សរសើរអ្នកនាងពិតជាស្អាតមែនខ្ញុំសម្លឹងមើលកញ្ចក់ស្រាប់តែនឹកឃើញម្ដាយខ្ញុំគាត់កាលនៅក្មេងក៏ស្អាតដែរតែប៉ុន្មានឆ្នាំនេះសម្រាលកូនរហូតដល់ខូចរៀងអស់តើថ្ងៃក្រោយខ្ញុំនឹងក្លាយជាបែបនោះដែរទេ
តែគិតម្ដងទៀតទោះខ្ញុំសម្រាលកូនច្រើនប៉ុណ្ណាក៏ជាប្រពន្ធកូនប្រុសច្បងកូនជាកូនប្រុសកូនស្រីត្រកូលអភិជនហប់សំណាងនេះហេតុអ្វីមិនយកនៅក្រៅទ្វារមានគេរាយការណ៍គឺអ្នកនាង Shen លោកយាយចាស់អញ្ជើញអ្នកនាងទៅកូនប្រុសច្បងចង់ជួបអ្នកនាងលោកយាយចាស់ឲ្យកូនប្រុសច្បងនាំខ្ញុំទៅដើរលេងនៅទីធ្លាពេលប្រឡប់ក្នុងទីធ្លាឲ្យកូនប្រុសច្បងដើរពីមុខខ្ញុំដើរពីក្រោយគាត់ស្រាប់តែឈប់ងាកមកវិញតើអ្នកដឹងទេថាហេតុអ្វីបានជាលោកយាយខ្ញុំជ្រើសរើសអ្នកខ្ញុំអន់ភ្នែកចុះដឹងក៏ល្អខ្ញុំមិនចូលចិត្តអ្នកទេអ្នកក៏មិនបាច់ចូលចិត្តខ្ញុំដែរអ្នកចូលមកក្នុងភូមិគ្រឹះគឺដើម្បីបង្កើតកូនឲ្យខ្ញុំបង្កើតកូនចៅឲ្យត្រកូលអភិជនឲ្យតែអ្នកចេះរក្សាខ្លួនខ្ញុំធានាថាអ្នកនឹងមានជីវិតរុងរឿងមួយជីវិតក៏ស្រាប់តែមានសម្លេងអ៊ូអោពីចម្ងាយមានគេរត់មកកូនប្រុសច្បងមានគេមកពីរាជវាំងមានរាជចង្ការឲ្យលោកចូលវាំងភ្លាមកូនប្រុសច្បងជួនចិញ្ចើមបោះពាក្យមួយឃ្លាថាអ្នកត្រឡប់ទៅវិញសិនចុះរួចក៏ដើរចេញទៅយ៉ាងលឿនខ្ញុំឈរនៅស្ងៀមពេលរៀបនឹងងាកខ្លួនស្រាប់តែមានដៃមួយដាក់លើស្មាខ្ញុំនារីវ័យក្មេងម្នាក់ស្លៀកពាក់យ៉ាងស្រស់ស្អាតឈរនៅពីក្រោយភ្នែកដូចផ្លែអាល់ម៉ុនថ្ពាល់ដូចផ្លែតេស្អាតណាស់តែភ្នែកមួយគូនោះពោពេញដោយពីស្ពូលខ្ញុំជាបងប្អូនជីដូនមួយត្រកូលហៅធំដឹងក្តីជាមួយបងអេនតាំងពីតូចជាមិត្តរួមលេងតាំងពីកុមារទោះអ្នកចូលមកក្នុងផ្ទះក៏គ្រាន់តែជារបស់សម្រាប់បង្កើតកូនប៉ុណ្ណោះខ្ញុំថយក្រោយមួយជំហានក៏អ្នកខឹងខ្ញុំធ្វើអ្វីរឿងរៀបការលោកយាយចាស់ជាអ្នកសម្រេចអ្នកខឹងខ្ញុំក៏គ្មានប្រយោជន៍ដែរបើអ្នកពិតជាពូកែមែនទៅប្រាប់លោកយាយចាស់ទៅគឺនាងត្រូវខ្ញុំនិយាយតគំនិតខ្ញុំក៏ងាកដើរចេញទៅត្រឡប់ទៅកន្លែងលោកយាយចាស់វិញលោកស្រីហៅកំពុងយកកសែងជូតកន្ទុយភ្នែកលោកយាយទួតកូនប្រុសច្បងរៀបការជាមួយអ្នកបម្រើតើគ្រួសារអភិជនទាំងនោះនឹងសើចចំអកឲ្យពួកយើងយ៉ាងម៉េចទៅលោកយាយទួតចាប់ដៃខ្ញុំមើលដៃមួយគូនេះចុះគឺជាដៃដែលធ្វើការអ្នកបម្រើក្នុងភូមិគ្រឹះយើងតើមានម្ដាយអ្នកណាដែលបង្កើតកូនបាន13នាក់ភូមិគ្រឹះយើងមានកូនប្រុសតែមួយគត់3ចំនួនមកហើយប្រសិនបើអាយ៉ានរៀបការជាមួយអ្នកដែលមិនអាចមានកូនបាននោះនឹងផុតពូជហើយលោកស្រីហៅយំហើយរត់ចេញទៅខ្ញុំលុតជង្គង់ក្រាបថ្វាយបង្គំលោកយាយទួតកុំបារម្ភអីខ្ញុំនឹងបង្កើតកូនឲ្យបានល្អព្រឹកបន្ទាប់មានរាជចង្ការពីព្រះបរមរាជវាំងកូនប្រុសច្បងត្រូវបានតែងតាំងជាមេតបយិនហើយថ្នាក់ទី3គ្រប់គ្រងកងទ័ពអធិរាជលោកយាយទួតនៅស្ងៀមមួយសន្ទុះហើយនិយាយថា3ថ្ងៃទៀតនឹងរៀបការកូនប្រុសច្បងបានមកហើយមើលមកខ្ញុំលោកយាយជាអ្នកសម្រាប់ចុះពេលដើរចេញពីទីធ្លាគាត់បានរត់តាមមកខាត់ខ្ញុំ3ថ្ងៃទៀតរៀបការតើអ្នកមានអ្វីចង់និយាយទេខ្ញុំប្រវេក្បាលអ្នកបាននិយាយការពីម្សិលមិញហើយថាអ្នកមិនចូលចិត្តខ្ញុំទេហើយខ្ញុំក៏មិនចាំបាច់ចូលចិត្តអ្នកដែរខ្ញុំដឹងពីឋានៈរបស់ខ្ញុំគឺមកដើម្បីបង្កើតកូនមិនមែនមកដើម្បីគប់ចិត្តអ្នកទេទៅថ្ងៃមុខអ្នកចង់យកប្រពន្ធចុងឬស្រឡាញ់អ្នកណាស្រេចតែអ្នកខ្ញុំគ្រាន់តែបង្កើតកូនប៉ុណ្ណោះគាត់ជ្រួញចិញ្ចើមអ្នកព្រមទទួលយកវាសនាបែបនេះមែនទេមនុស្សត្រូវចេះស្កប់ស្កល់ខ្ញុំពីអ្នកបម្រើខ្លាចជាប្រពន្ធកូនប្រុសច្បងគឺជាសំណាងដ៏ធំធេងបើទៀមទីអ្វីផ្សេងទៀតគឺលោកខ្លួនហើយ3ថ្ងៃក្រោយមកខ្ញុំបានរៀបការនៅក្នុងបន្ទប់កូនក្រមុំស្បែកមុខត្រូវបានបើកគាត់ស្លៀកសម្លៀកបំពាក់ពណ៌ក្រហមមុខមាត់ស្រស់សង្ហាណាស់ Shen Kingyan ចាប់ពីពេលនេះទៅអ្នកគឺជាមនុស្សរបស់ខ្ញុំហើយគាត់អង្គុយចុះក្បែរខ្ញុំរឿងបង្កើតកូនមិនបាច់ប្រញាប់ទេអ្នកនៅក្មេងចិញ្ចឹម2ឆ្នាំសិនចាំគិតទៀតយប់នេះអ្នកដេកលើគ្រែខ្ញុំដេកនៅបន្ទប់អានសៀវភៅទៅថ្ងៃមុខក៏អញ្ចឹងដែរទ្វារបានបិទខ្ញុំអង្គុយនៅមាត់គ្រែមិនដឹងខ្លួនមួយសន្ទុះគាត់និយាយថាមិនបាច់ប្រញាប់ទេយប់រៀបការខ្ញុំដេកម្នាក់ឯងព្រឹកបន្ទាប់ទៅសួរសុខទុក្ខលោកយាយទួតពេលដើរកាត់សួនច្បារបានជួបបងប្អូនជីដូនមួយលីយ៉ានរ៉ែនញញឹមយ៉ាងផ្អែមល្ហែមឬថាយប់មិញកូនប្រុសច្បងមិនបានសម្រាប់ក្នុងបន្ទប់អ្នកទេថ្ងៃរៀបការដំបូងក៏ដេកម្នាក់ឯងខ្ញុំមិនខ្វល់ពីនាងទេនាងរត់តាមមកខ្ញុំមើលទៅនាងតើអ្នកដឹងដោយរបៀបណាថាកូនប្រុសច្បងដេកនៅបន្ទប់អានសៀវភៅយប់មិញប្រហែលជាបញ្ជូនមនុស្សឲ្យតាមដានទីធ្លារបស់ខ្ញុំទេដឹងមុខនាងឡើងក្រហមដោយការឈឺចាប់ហើយរត់ចេញទៅកំពុងតែគិតក៏មានអ្នកបម្រើរត់មកប្រពន្ធកូនប្រុសច្បងសូមអញ្ជើញអ្នកទៅបន្ទប់អានសៀវភៅខ្ញុំបានទៅគាត់អង្គុយសរសេរអក្សរនៅតុហើយឲ្យខ្ញុំអង្គុយមួយសន្ទុះក្រោយមកគាត់ដាក់ប៊ិចចុះយប់មិញដេកលក់ស្រួលទេដេកម្នាក់ឯងមិនខ្លាចទេមិនខ្លាចទេតាំងពីតូចមកដេកម្នាក់ឯងគាត់ជ្រួញចិញ្ចើមចុះឥឡូវនេះវិញលែងលំបាកហើយហូបឆ្ងាញ់ស្លៀកពាក់ស្អាតល្អជាងមុន100ដងគាត់សើចអ្នកចេះស្កប់ស្កល់នឹងអ្វីដែលខ្លួនមានល្អណាស់គាត់ជប់បន្តិចរួចនិយាយថាហើយអ្នកមកគឺមានរឿងចង់និយាយលីយ៉ានរ៉ែនធំដឹងក្តីនៅក្នុងភូមិគ្រឹះត្រកូលតាំងពីតូចហើយរៀនជាមួយខ្ញុំម្ដាយខ្ញុំចង់ឲ្យខ្ញុំរៀបការជាមួយនាងតែខ្ញុំមិនព្រមទេមិនមែនស្អប់នាងទេគឺនាងគិតច្រើនពេករៀបការជាមួយអ្នកខ្ញុំមិនបាច់ប្រយ័ត្នអ្នកណាទេគឺស្ងប់ចិត្តខ្ញុំស្រឡាំងកាំងគាត់កំពុងពន្យល់ខ្ញុំមែនទេខ្ញុំប្រាប់អ្នករឿងទាំងនេះគឺចង់ប្រាប់អ្នកថាអ្នកគឺជាប្រពន្ធស្របច្បាប់របស់ខ្ញុំថ្ងៃក្រោយបើមានអ្នកណាធ្វើបាបអ្នកប្រាប់ខ្ញុំមកយើងជាប្តីប្រពន្ធតែមួយរឿងរបស់អ្នកគឺជារឿងរបស់ខ្ញុំគាត់នាំខ្ញុំទៅឃ្លាំងហើយឲ្យខ្ញុំរើសតាមចិត្តខ្ញុំឈរនៅមាត់ទ្វារយូរណាស់មិនកម្រើកមិនហ្នឹងមិនហ៊ានយកទេមិនមែនមិនហ៊ានទេគឺច្រើនពេកខ្ញុំមិនដឹងថាយកអ្វីទេរបស់មានតម្លៃពេកខ្លាចខូចរបស់ល្អពេកស្លៀកមិនសាមខ្ញុំខ្លាចរបស់ទាំងនេះល្អពេកកាច់ខ្ញុំទម្លាប់ថ្ងៃក្រោយបើបាត់បង់ទៅនឹងពិបាកចិត្តគាត់ស្ងៀមស្ងាត់យូរណាស់រួចដាក់ដៃលើស្មាខ្ញុំមានខ្ញុំនៅទីនេះរបស់ទាំងនេះនឹងមិនបាត់បង់ទេខ្ញុំសន្យាថ្ងៃនោះខ្ញុំមិនបានយកអ្វីសោះមិនមែនមិនហ៊ានទេគឺមិនចង់ក្រែងលោថ្ងៃណាមួយគាត់ប្រែប្រួលដៃដែលខ្ញុំលូកទៅយកមិនអាចដកមកវិញបាននឹងកាន់តែពិបាកចិត្តតែរឿងរ៉ាវតែងតែមិនដូចអ្វីដែលខ្ញុំគិតថ្ងៃទី7នៃអាពាហ៍ពិពាហ៍ព្រះមហាក្សត្រយានីក៏ហៅខ្ញុំចូលគាល់នៅក្នុងវិមានគុននាងព្រះមហាក្សត្រយានីសម្លឹងមើលខ្ញុំយូរណាស់ហើយសួរពីរឿងស្ត្រីក្នុងគ្រួសារខ្ញុំងាយមានផ្ទៃពោះខ្ញុំមកក្បាលទាំងមុខក្រហមទ្រង់សើចហើយមានបន្ទូលថាទ្រង់ក៏ងាយមានផ្ទៃពោះដែររៀបការចូលវាំង12ឆ្នាំបង្កើតបានកូន5នាក់ក្រោយមកសម្រាលកូនពិបាកធ្វើឲ្យខូចសុខភាពទ្រង់សម្លឹងមើលខ្ញុំដូចជាឃើញខ្លួនឯងកាលពីមុនតាមផ្លូវត្រឡប់ទៅភូមិគ្រឹះវិញខ្ញុំតែងតែគិតពីព្រះបន្ទូលរបស់ព្រះមហាក្សត្រយានីទ្រង់ឲ្យខ្ញុំចូលវាំងញឹកញាប់ដើម្បីនិយាយលេងជាមួយទ្រង់បើមានរឿងអ្វីទៅរកទ្រង់ទើបតែចូលដល់ទ្វារទី2អ្នកបម្រើរត់មកប្រាប់ថាលីយ៉ានរ៉ែនកំពុងរករឿងនៅក្នុងទីធ្លារបស់ខ្ញុំក៏ប្រញាប់ត្រឡប់ទៅវិញនាងកំពុងចង្អុលមុខអ្នកបម្រើឃើញខ្ញុំចូលមកក៏ញឹមសុំឲ្យខ្ញុំជួយសម្រេចបំណងនាងនិងអ្នកអង្គុំចាស់ខ្ញុំទុកនាងអ្នកចង់ជួបផ្ទះនេះគួរតែទៅសុំអ្នកអង្គុំចាស់សុំចាស់ទុំសុំខ្ញុំមានប្រយោជន៍អ្វីនាងខឹងច្រឡោតចង្អុលមុខខ្ញុំជេរខ្ញុំហើយគេឲ្យអូសនាងចេញទៅយប់ឡើងគាត់រុញទ្វារចូលមកអង្គុយចុះក្បែរខ្ញុំមើលថាលីយ៉ានរ៉ែនមករករឿងតើនាងនិយាយអ្វីខ្លះ
ខ្ញុំអន់មុខចុះមិនមាត់គាត់លូកដៃមកលើចង្កាខ្ញុំប្រាប់ខ្ញុំមកតើនាងនិយាយអ្វីខ្លះនាងនិយាយថាអ្នកនឹងមិនចូលចិត្តខ្ញុំទេគាត់ស្រឡាំងកាំងរួចក៏សើចមិនអ្នកដឹងខ្ញុំមិនចូលចិត្តអ្នកទេបេះដូងរបស់ខ្ញុំលោតខុសចង្វាក់មានរឿងខ្លះខ្ញុំចង់ប្រាប់អ្នកនៅពេលក្រោយប៉ុន្តែដោយសារនាងបានបង្កបញ្ហានេះខ្ញុំនឹងប្រាប់អ្នកឥឡូវនេះគាត់សម្លឹងមើលភ្នែកខ្ញុំមិនស្អប់អ្នកទេហើយខ្ញុំចាប់ផ្ដើមចូលចិត្តអ្នកហើយខ្ញុំមិនអាចទប់ចិត្តមិនសួរបានទេពេលណាហេតុអ្វីថ្ងៃនោះនៅក្នុងឃ្លាំងអ្នកនិយាយថាអ្នកខ្លាចមានអារម្មណ៍មិនល្អប្រសិនបើអ្នកយករបស់នោះហើយបាត់បង់វានៅពេលក្រោយហើយយប់នោះអ្នកនិយាយថាអ្នកពេញចិត្តនឹងអ្វីដែលអ្នកមានខ្ញុំធំដឹងក្តីនៅក្នុងវិមានហៅហើយខ្ញុំបានឃើញស្ត្រីជាច្រើនដែលភ្នែករបស់ពួកគេពោពេញទៅដោយការគិតគូរមានតែអ្នកទេដែលខុសប្លែកពីគេមិនគិតគូរមិនបញ្ចោលមិនលោភលន់នៅជាមួយអ្នកខ្ញុំមិនបាច់ការពារអ្នកណាទេគាត់ឈប់មួយសន្ទុះខ្ញុំចូលចិត្តអ្នកព្រោះអ្នកគឺជាអ្នកស្រាប់តែភ្នែកខ្ញុំស្រវាងយប់នោះគាត់ពិតជាបានរើចូលមកមែនដោយមានអេក្រង់ខណ្ឌចែកជីវិតក៏បន្តទៅមុខទៀតគាត់រក្សាពាក្យសន្យាគាត់និយាយថាគាត់នឹងរងចាំ2ឆ្នាំហើយគាត់ពិតជារងចាំ2ឆ្នាំប៉ុន្តែថ្ងៃល្អមិនមានរយៈពេលយូរទេនៅថ្ងៃទី15ខ្ញុំបានទៅគោរពលោកស្រីហៅបាននិយាយថានាងចង់យកប្រពន្ធចង់ឲ្យកូនប្រុសច្បងដោយត្អូញត្អែថាពូរបស់ខ្ញុំមិនទាន់មានចលនាបន្ទាប់ពីរៀបការបាន1ខែបុរសចំណាស់មើលមកខ្ញុំបន្ទាបភ្នែកចុះហើយមិននិយាយអ្វីទាំងអស់ពេលកូនប្រុសច្បងត្រឡប់មកវិញនៅពេលយប់ខ្ញុំប្រាប់គាត់មកក្បាលម៉ែខ្ញុំនិយាយកុំខ្វល់ពីគាត់ខ្ញុំនឹងទទួលខុសត្រូវរឿងនេះយប់នោះខ្ញុំគេងមិនលក់ស្ទាបពោះរៀបស្មារបស់ខ្ញុំគាត់មិនទាន់ប៉ះខ្ញុំទេបន្ទាប់ពីរៀបការបាន1ខែបើមានប្រពន្ធចុងចូលមកមែនតើកូនប្រុសច្បងនៅតែល្អចំពោះខ្ញុំទេថ្ងៃបន្ទាប់បុរសចំណាស់ឃើញខ្ញុំមើលទៅមិនសូវស្រួលក៏ទាញខ្ញុំមកសួរខ្ញុំអន់ក្បាលចុះខ្ញុំខ្លាចកូនប្រុសច្បងធ្វើល្អដាក់ខ្ញុំប៉ុន្តែខ្ញុំខ្លាចថាសេចក្តីសប្បុរសនេះមិនស្ថិតស្ថេរគាត់នៅស្ងៀមមួយសន្ទុះហើយនិយាយថាគាត់ក៏កើតក្នុងភាពក្រីក្រដែរហើយត្រូវបានលោកម្ចាស់ហៅចាស់យកធ្វើជាប្រពន្ធចុងក្នុងបន្ទប់ពោពេញដោយស្ត្រីលោកម្ចាស់ហៅចាស់បានស្រឡាញ់គាត់មួយរយៈប៉ុន្តែក្រោយមកក៏ភ្លេចគាត់នៅពេលដែលគាត់មានអ្នកថ្មីថាតើមនុស្សប្រុសខូចចិត្តអ្នកឬអត់នោះជារឿងរបស់គាត់ប៉ុន្តែថាតើអ្នកអាចរស់នៅបានល្អឬអត់នោះជារឿងរបស់អ្នកបើអ្នកដាក់ក្តីសង្ឃឹមទាំងអស់ទៅលើគាត់អ្នកនឹងចាញ់យប់នោះពេលគាត់ត្រឡប់មកវិញខ្ញុំបានគិតរឿងខ្លះគាត់ស្ដាប់ខ្ញុំនិយាយចប់ហើយញឹមសេនខេងយន់អ្នកធំហើយពេលថ្ងៃក្រោយមកព្រះមហាក្សត្រយានីបានក៏ហៅខ្ញុំគាត់អង្គុយនៅកៅអីខាងលើភ្នែករបស់គាត់ត្រជាក់ដូចកាំបិតដោយនិយាយថាមានគេចោទប្រកាន់ខ្ញុំថាមានដើមកំណើតទាបហើយប្រាំជោបាយបិសាចដើម្បីបំផន់កូនប្រុសច្បងគាត់គឺជាម្ដាយបង្កើតរបស់អធិរាជនិងជាស្ត្រីដែលមានកិត្តិយសបំផុតនៅក្នុងក្រុមជំនុំគាត់បាននិយាយថាដរាបណាគាត់សុំឲ្យកូនប្រុសច្បងលែងលះខ្ញុំទីថាគាត់នឹងធ្វើអ្វីខ្ញុំមិនដឹងពីរបៀបចេញពីវិមានសេនខេទេពេលគាត់ត្រឡប់មកវិញគាត់ឃើញមុខខ្ញុំស្រក់ទឹកភ្នែកហើយកាន់ដៃខ្ញុំសេនខេងយន់តើអ្នកជឿខ្ញុំទេអញ្ចឹងអ្នកត្រូវចាំថាទោះជានរណាមកក៏ដោយក៏ខ្ញុំមិនលែងលះអ្នកដែរទោះជាថៃហៅឬអធិរាជទោះមេឃធ្លាក់ចុះមកក៏ខ្ញុំមិនលែងលះអ្នកដែរពេលថ្ងៃក្រោយមកគាត់ត្រូវបានគេបញ្ជូនទៅធ្វើការនៅក្រៅក្រុងមុនពេលចាក់ចេញគាត់បានទាញខ្ញុំមកអប់ពេលខ្ញុំមិននៅកុំចេញទៅក្រៅទោះជានរណាហើយក៏កុំទៅរងចាំខ្ញុំត្រឡប់មកវិញថ្ងៃទី2ដែលគាត់ចាក់ចេញហើយ Foreign បានបញ្ជូនមនុស្សមកអញ្ជើញខ្ញុំគាត់គឺជាម្ដាយបង្កើតរបស់ស៊ឺជឿខ្ញុំមិនអាចមិនទៅបានទេនាងដកដង្ហើមធំហើយនិយាយថានាងទៅសុំថៃហៅដើម្បីឲ្យអាអ៊ីនធ្វើជាប្រពន្ធចុងអាអ៊ីនគឺជាកូនតូត្រូវតែមានកូនច្រើនពេលចេញពីទីធ្លាធំដើរត្រឡប់មកវិញមានអ្នកបម្រើស្រីប្លែកមុខម្នាក់ហៅខ្ញុំមានគេចង់ជួបអ្នកគឺជារឿងរបស់ស៊ឺជឿខ្ញុំស្ទាក់ស្ទើរបន្តិចរួចក៏ដើរតាមនាងនាំខ្ញុំឆ្លងកាត់សួនច្បារចូលទៅក្នុងទីធ្លាតូចមួយដាច់ស្រយាលរួចក៏ងាករត់បាត់ទៅទ្វារត្រូវបានគេចាក់សោពីខាងក្រៅលីវយៀនរ៉ានឈរនៅកណ្ដាលទីធ្លាញឹមដោយទឹកមុខអាក្រក់ស៊ឺជឿហ្វេទីបំផុតអ្នកក៏មកដល់នាងទះដៃទ្វារទេធ្លាក៏បើកស៊ឺជឿដើរចូលមកហាក់ដូចជាប្រញាប់ត្រឡប់មកពីក្រៅក្រុងលីវយៀនរ៉ានដល់ទៅទទួលបងអាអ៊ីនស៊ឺជឿហ្វេមានរឿងហើយគាត់ឃើញខ្ញុំក៏ដើរយ៉ាងលឿនមកជិតតើអ្នកមិនអីទេខ្ញុំមកក្បាលគាត់ងាកទៅរកលីវយៀនរ៉ានទឹកមុខប្រែជាស្រអាប់អ្នកក៏ហកខ្ញុំទ្វារទេធ្លាបើកម្ដងទៀតម៉ាម៉ានៅក្បែរថៃហៅបាននាំឆ្មាំដើរចូលមកលីវយៀនរ៉ានលុតជង្គង់ចោទប្រកាន់ខ្ញុំថាមានសហាយស្មន់ហើយត្រូវបានមនុស្សរបស់ថៃហៅទាន់ស៊ឺជឿនៅស្ងៀមយ៉ាងយូររួចងាកទៅរកម៉ាម៉ាហើយនិយាយមួយម៉ាត់ថាខ្ញុំជឿនាងជាប្រពន្ធខ្ញុំដឹងថានាងជាមនុស្សបែបណាលីវយៀនរ៉ានរៀបចំផែនការបោកប្រាស់គាត់មកហើយក៏បោកប្រាស់ខ្ញុំមកដើម្បីបំផ្លាញនាងម៉ាម៉ាដកដង្ហើមធំស៊ឺជឿអ្នកការពារនាងទីស្គរចាស់យល់ហើយប៉ុន្តែនៅកន្លែងថៃហៅអ្នកត្រូវតែមានការពន្យល់ខ្ញុំនឹងទៅពន្យល់ដោយផ្ទាល់ម៉ាម៉ាចាក់ចេញទៅលីវយៀនរ៉ានក៏ចង់ទៅដែរតែត្រូវបានគាត់ហៅនាងងាកមកវិញក្នុងភ្នែកពោពេញដោយសេចក្តីស្អប់ខ្ញុំចូលចិត្តអ្នកតាំងពីតូចអស់រយៈពេល10ឆ្នាំអ្នកមិនដែលមើលខ្ញុំចំទេនាងគ្រាន់តែជាអ្នកបម្រើធម្មតាម្នាក់ទើបតែចូលផ្ទះបាន1ខែអ្នកចាត់ទុកនាងដូចជាកែវភ្នែកតើដោយសារអ្វីដោយសារនាងល្អជាងអ្នក10000ដងនាងសម្លក់ខ្ញុំយ៉ាងកាចសាហាវរួចងាករត់បាត់ទៅគាត់ទាញខ្ញុំមកអប់កុំខ្លាចអីមានខ្ញុំនៅទីនេះយប់នោះគាត់ចូលវាំងទៅពន្យល់ថៃហៅថ្ងៃទី2ត្រឡប់មកវិញនិយាយថាមិនអីទេលីវយៀនរ៉ានត្រូវបានថៃហៅក៏ហៅចូលវាំងអាចចេញមកវិញបានឬអត់នៅមិនទាន់ដឹងទេ1ខែក្រោយមកខ្ញុំដឹងថាខ្ញុំមានផ្ទៃពោះ